ពាក់ព័ន្ធជាមួយនឹងអ្វីដែលជាធនាគារ ABA នឹងផ្ដល់ជូនបងប្អូនជាពិសេសប្រជាពលរដ្ឋខ្មែរតែមួយតែម្ដងខ្ញុំសូមរំលឹកចំណុចសំខាន់ជាងគេដែល topic នៅក្នុងព្រឹកនេះតែអាដាមហើយនឹងលោកជំទាវបានសកត់ធ្ងន់ទៅសកត់ធ្ងន់ទៀតទៅលើការផ្ដល់នៃអត្រាការប្រាក់អញ្ចឹងសម្រាប់ ABA យើងបែងចែកជាពីរកម្រិតបើសិនជាកម្ចីនៅក្នុងការទិញផ្ទះចាប់ពី $20,000 រហូតដល់$10,000 គឺយើងនឹងផ្ដល់ជូនអត្រាការប្រាក់ត្រឹមតែ 7% តែប៉ុណ្ណោះដោយឡែកសម្រាប់កម្ចីបើសិនជាមានទំហំចាប់ពី$10,000 ឡើងទៅគឺយើងនឹងផ្ដល់ជូនអត្រាការប្រាក់មួយទាបមែនទែនក្នុងអត្រាការប្រាក់តែ 6.5 ឡើងទៅទេរយៈពេលនៃការផ្ដល់កម្ចីខ្ញុំគិតថាមិនសូវខុសពីស្ថាប័នដទៃទៀតដែរចន្លោះពី20ទៅ25ឆ្នាំអញ្ចឹងយើងបានផ្ដល់ជូនរហូតដល់25ឆ្នាំទំហំនៃការផ្ដល់កម្ចីទៀតសោតធៀបជាមួយនឹងទ្រព្យបញ្ចាំគឺយើងអាចឲ្យរហូតដល់ 80% ខ្ញុំចង់គូបញ្ជាក់មកបន្តិចដែរកន្លងមកបងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងហើយថា ABA ដូចជាមិនដែលឮមាន housing loan ទេឬក៏ mortgage loan ទេដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ ABA គឺយើងបានសិក្សា product មួយនេះខ្ញុំអាចនិយាយបានថាដោយសារខ្ញុំក៏ជាបុគ្គលម្នាក់នៅក្នុងការ set up product មួយដែរយើងចំណាយពេលរហូតដល់ជិតកន្លះឆ្នាំមុននឹងយើងចេញជាផលិតផលមួយនេះមកដាក់លក់នៅក្នុងទីផ្សារដើម្បីជួយในការជំរុញហើយសង្ឃឹមថាការដាក់ជូននៃផលិតផលមួយនេះនឹងជួយបងប្អូនជាពិសេសសង្គមជាតិខ្មែរទាំងមូលផងដែរទំហំត្រឡប់មកវិញនៃការផ្ដល់កម្ចីសម្រាប់ទិញផ្ទះនេះផងដែរយើងផ្ដល់ជូនជារូបិយវត្ថុចំនួន2ជា KHR ជាមួយនឹងដុល្លារហើយលក្ខខណ្ឌនៅក្នុងការ apply នៅក្នុងការទទួលបានកម្ចី home loan គឺសាមញ្ញមិនខុសពីបងពីខាងមុនទេគឺធ្វើម៉េចគាត់គឺជាប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅឯកសារនៃការតម្រូវមានដូចជាអត្តសញ្ញាណប័ណ្ណឬក៏ passport ផងពួកគាត់នៅក្នុងចំណុចនោះខ្ញុំបានចង់រំលឹកដែរលទ្ធភាពនៃការសងគឺធនាគារ ABA គឺកំណត់យក DSCR ឬក៏លទ្ធភាពនៃការសងនោះគឺ 1.5 ឡើងទៅអញ្ចឹងមានន័យថាចំណូលរបស់គាត់ធៀបជាមួយនឹងកាតព្វកិច្ចនៅក្នុងការបង់កម្ចីប្រចាំខែសរុបទាំងអស់គឺធ្វើម៉េចឲ្យតែមានលទ្ធភាពចាប់ពី 1.5 ដងឡើងទៅគឺយើងអាចខ្ចីបានដែរslide បន្ទាប់របស់ខ្ញុំបាទខ្ញុំសូមរំលឹកថាតើហេតុអីបានជាបងប្អូនគ្រប់គ្នាហើយនឹងអ្នកចូលរួមក្នុងទីនេះគួរតែសិក្សាឬក៏ត្រូវបានទទួលផ្ដល់កម្ចីពីធនាគារ ABA ខ្ញុំសូមរំលឹកតែចំណុច5ទេនៅពេលដែលយើងចាប់ផ្ដើម launch product នេះមកនៅដើមឆ្នាំ2025នេះគឺយើងបានផ្ដល់លើការសិក្សាជូនគឺផ្ដល់នៅអត្រាការប្រាក់មួយដែលយើងគិតថាមានការប្រកួតប្រជែងខ្ពស់នីតិវិធីនៅក្នុងការសិក្សាកម្ចីក៏មានភាពរហ័សរយៈពេលនៃការផ្ដល់កម្ចីក៏វែងហើយការត្រឡប់សងមកវិញក៏មានភាព flexible ច្រើនដែរហើយជាមួយគ្នាផងដែរ ABA ក៏មានបុគ្គលិកជំនាញនៅក្នុងការសិក្សាហើយនឹងផ្ដល់សេវាកម្មជូនអតិថិជនដូច្នេះបើសិនជាបងប្អូនជាពិសេសខាងបងខ្ញុំឃើញខាងអង្គញាខាងអភិវឌ្ឍលំនៅឋានដូចបងម្ចាស់បរិយបើសិនជាមានអតិថិជនដែលគាត់មានតម្រូវការនៅក្នុងការទិញផ្ទះឬក៏គម្រោងរបស់បងអាចrefer ពួកគាត់មកធនាគារ ABA បាទ